ប់តែយកក្របខ្នោតរបស់យើងយកទៅដុតហូបហើយច្រឹកជាមួយស្ករឬក៏យកទៅស្ងោរឥឡូវខ្ញុំមានអីប្លែកដែរតើហើយឆ្ងាញ់ទៀតទាំងនេះគឺជាគ្រឿងផ្សំដែលយើងធ្វើឆឹងក្របខ្នោមានក្របខ្នោហើយខ្ទិះដូងស្ករត្នោតអំបិលបន្តិចដើម្បីដាក់អំបិលទៅឲ្យវារាងផ្អែមមុតល្អឥឡូវនេះខ្ញុំធ្វើការដាំទឹកដើម្បីស្រុះក្របខ្នោនេះសិនមុននឹងយើងយកទៅឆឹងបន្ទាប់ពីខ្ញុំបានស្រុះគ្រាប់ខ្នោឆ្អិនហើយឥឡូវយើងធ្វើការបកវាសិនបកវាឲ្យស្អាតមកខ្នោរបស់ខ្ញុំនឹងគឺបានបកស្បករួចស្អាតហើយឥឡូវនេះធ្វើការទុកវាមួយដុំសិនទៅយើងយកឆ្នាំងចាវមកដាក់អ៊ូស្កររបស់យើងឲ្យឡើងក្រហមឃើញថាហើយស្ករត្នោតរបស់យើងនឹងគឺឡើងក្រហមល្អហើយបន្ទាប់មកគឺចាក់គ្រាប់ខ្នោដែលយើងបានបកស្បករួចនឹងចូលហើយកូរវាឲ្យសព្វមកចាំយើងដាក់ខ្ទិះដូងនិងអំបិលតាមក្រោយ